ញ្ញាជំរាបសួរបងប្អូនអ្នកសិក្សានិងប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីវិលមកជួបគ្នាសារជាថ្មីក្នុងថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍បងប្អូនអ្នកសិក្សាទាំងអស់គ្នាមកសិក្សាអំពីពាក្យដែលជាបដិស័ព្ទឬពាក្យផ្ទុយបន្តទៅទៀតចាក្នុងវីដេអូនេះដែរខ្ញុំសូមលើកយកពាក្យចំនួន10យកមកសិក្សាចាដែលពាក្យទី1នោះគឺអគារពាក្យទី2ស្អាតពាក្យទី3សម្រិទ្ធពាក្យទី4សាយ័ន្តសួស្តីពាក្យទី5ទុរៈជនពាក្យទី6ស្ដើងពាក្យទី7ខើចពាក្យទី8ព្រហ្មចារីពាក្យទី9ព្យាបាទនិងពាក្យទី10មង្គលចង់ដឹងថាពាក្យទាំង10ដែរនៃខ្ញុំលើកខាងលើផ្ទុយនឹងពាក្យអ្វីខ្លះសូមតាមដានទស្សនាជាមួយនឹងនាងខ្ញុំដូចតទៅ1អគារផ្ទុយនឹងអនាគារម្ដងទៀតអគារផ្ទុយនឹងអនាគារ2ស្អាតផ្ទុយនឹងកខ្វក់ម្ដងទៀតស្អាតផ្ទុយនឹងកខ្វក់3សម្រិទ្ធផ្ទុយនឹងសំរោគម្ដងទៀតសម្រិទ្ធផ្ទុយនឹងសំរោគ4សាយ័ន្តសួស្តីផ្ទុយនឹងរាត្រីសួស្តីម្ដងទៀតសាយ័ន្តសួស្តីផ្ទុយនឹងរាត្រីសួស្តី5ទុរៈជនផ្ទុយនឹងសុជនម្ដងទៀតទុរៈជនផ្ទុយនឹងសុជន6ស្ដើងផ្ទុយនឹងក្រាស់ម្ដងទៀតស្ដើងផ្ទុយនឹងក្រាស់7ខើចផ្ទុយនឹងស្រង់ម្ដងទៀតខើចផ្ទុយនឹងស្រង់8ព្រហ្មចារីផ្ទុយនឹងអព្រហ្មចារីម្ដងទៀតព្រហ្មចារីផ្ទុយនឹងអព្រហ្មចារី9ព្យាបាទផ្ទុយនឹងអព្យាបាទម្ដងទៀតព្យាបាទផ្ទុយនឹងអព្យាបាទ10មង្គលផ្ទុយនឹងអមង្គលម្ដងទៀតមង្គលផ្ទុយនឹងអមង្គលចាអញ្ចឹងក្នុងវីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមនេះសិនចាមុននឹងបញ្ចប់សូមអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតមាននៅត្រង់ពាក្យពេចន៍ឬក៏លើសលួសត្រង់ចំណុចណាមួយចាសូមបងប្អូនឬអ្នកសិក្សាអធិស្ឋានផងចាហើយប្រសិនបើបងប្អូនអ្នកសិក្សានិងប្រិយមិត្តគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូនអ្នកសិក្សានិងប្រិយមិត្តទាំងអស់គ្នាសូមជួយចុច Subscribe ជាវនិងកុំភ្លេចចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗនិងមុនគេចាហើយយើងនឹងជួបគ្នានៅបដិស័ព្ទឬពាក្យផ្ទុយបន្តទៀតនៅវីដេអូក្រោយសូមជម្រាបលា